កូនប្រុសច្បងរបស់ខ្ញុំគាត់ចូលចិត្តញ៉ាំរសឆាមែនតើហើយតើបានរសឆាគឺថាញ៉ាំអស់ពីចានហើយម៉ាក់នឹងសុំកម្លាំងចិត្តកូនមួយថាឲ្យមេដៃមកតោះឥឡូវយើងចាប់ផ្ដើមធ្វើខ្ញុំទិញមីកូរ៉េយកមកកែច្នៃធ្វើជារសឆាក្នុងកញ្ចប់ហ្នឹងគេមាន3ចាហើយយើងទាញវាចេញមកសាច់មីរបស់គេរៀងស្វិតស្រួលញ៉ាំហើយខ្ញុំដាក់ប្រេងឆាបន្តិចចូលទៅក្នុងហ្នឹងកុំឲ្យវាជាប់ព្រាយវាឲ្យបន្ទាប់មកយើងច្បាច់ពលាវាតិចជាមួយនឹងទឹកស៊ីអ៊ីវខាប់បងប្អូនចាបែបនេះបន្ទាប់មកខ្ញុំទៅចៀនប៉ាតេវារៀងសាំញ៉ាំបន្តិចក៏ប៉ុន្តែវាឆ្ងាញ់តតែធ្វើអញ្ចឹងរសឆាហ្នឹងវាមិនពិបាកធ្វើប្រហែលទេប៉ុន្តែបើសិនជាយើងចង់មានសាច់ច្រើនអញ្ចឹងតើយើងធ្វើច្រើនដងបងប្អូនចាឲ្យប៉ាតេក៏ជៀនកុំឲ្យសើក្រៀមពេកកាលណាជៀនក្រៀមពេកក៏វាបាត់បង់ឲ្យជាតិរសសាច់ប៉ាតេនឹងដែរហើយពងមាន់ជៀនឃើញបងប្អូនគាត់ណាជៀនពងជៀនមិញជៀន2ដងជៀនប៉ាតេហើយជៀនពងមាន់ផងហើយបន្ទាប់មកយើងមកឆាម្ដងទៀតហើយគឺឆារសឆាដែលយើងបានប្រឡាក់ជាមួយនឹងទឹកស៊ីអ៊ីវខាប់ហ្នឹងគឺឆាឲ្យតែឆ្អិនហើយឲ្យវាទន់សាច់យើងស្ទាបមើលគឺវាទន់ហើយឆ្ងាញ់តែម្ដងពពួកហ្នឹងណាចាទិញនៅ Paris Store បងប្អូនចាឥឡូវខ្ញុំចាប់ផ្ដើមឆាទៀតហើយទីនេះគឺយើងឆាដាក់ខ្ទឹមបំពងម្ដងប្រើជាមួយនឹងសាច់គោចាខ្ញុំដាក់លាយសាច់គោខ្លះរសឆារបស់យើងនិយាយទៅរៀងคล้ายតិចដែរហើយយើងដាក់ជាមួយនឹងរ៉ូឌីចាគឺយើងឆាឲ្យទុកមួយអន្លើមិនអាចយកមកឆាភ្លាមជាមួយនឹងរសឆាគឺអត់ឆ្ងាញ់ទេឆាតែស្ងួតដាច់ទឹកឥឡូវនេះយើងចាប់ផ្ដើមឆាម្ដងទៀតគឺយើងឆាបន្លែខ្ញុំកូនខ្ញុំអត់ចូលចិត្តសណ្តែកបដោទេអញ្ចឹងខ្ញុំដាក់ស្ពៃក្តោបចាកែច្នៃបងប្អូនដើម្បីធ្វើមាត់សម្រាប់កូនណាបន្ទាប់មកយើងដាក់រសឆាដែលយើងឆាហើយសាច់គោដែលយើងឆាហើយហ្នឹងគឺច្បល់ចូលគ្នាជាការស្រេចហើយដាក់លើខ្ទឹមតិចបើយើងមានគូឆាយដាក់គូឆាយណាតែខ្ញុំអត់មានដាក់ស្លឹកខ្ទឹមបន្ទាប់មកចាក់ដាក់ចានចារៀងសាំញ៉ាំបន្តិចប៉ុន្តែឆាបែបហ្នឹងអត់ឆ្អាបហើយឆ្ងាញ់បន្ទាប់មកយើងថែមឌីក័រប៉ាតេដែលយើងចៀនហើយហ្នឹងមកចានឹងហើយប៉ាតេ3ដុំមួយចានហ្នឹងបន្ទាប់មកពងមាន់ចៀនមួយហើយចុងក្រោយគឺយើងដាក់ទឹកត្រីជូអែមចូលចាច្បល់ញ៉ាំបានហើយអរគុណច្រើន